យករដ្ឋមន្ត្រីថៃលោកអនុទានឆាន់វរៈគុលនៅថ្ងៃទី10ខែមិថុនាឆ្នាំ2026បានចេញមុខឆ្លើយតបចំពោះព័ត៌មានចិនបានផ្ដល់រថក្រោះ TEP 59D ចំនួន93គ្រឿងដល់កម្ពុជាដោយបញ្ជាក់ថារឿងនេះមិនមែនជាបញ្ហាដែលថៃត្រូវព្រួយបារម្ភឡើយហើយយោធាថៃក៏បានត្រៀមខ្លួនរួចជាស្រេចផងដែរនេះបើយោងទៅតាមកាសែតថៃខៅសូតលោកអនុទាននិយាយថាចិនផ្ដល់រថក្រោះឲ្យកម្ពុជាគ្មានតាក់ទងអ្វីនឹងថៃទេហើយកងទ័ពថៃបានត្រៀមរួចរាល់តែលោកមិនបញ្ជាក់ថាត្រៀមអ្វីនោះទេការលើកឡើងរបស់លោកអនុទាននេះគឺបន្ទាប់ពីព័ត៌មានអំពីរថក្រោះចិន39គ្រឿងដំបូងនៃ93គ្រឿងត្រូវបានបញ្ជូនមកកម្ពុជាបានក្លាយជាប្រធានបទក្តៅនៅក្នុងប្រទេសថៃនៅពេលដែលទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរនៅតែស្ថិតក្រោមស្រមោលនៃវិបត្តិព្រំដែនព័ត៌មានអំពីរថក្រោះនេះក៏បានក្លាយទៅជារឿងចម្រូងចម្រាសនៅក្នុងប្រទេសថៃដែរនៅថ្ងៃទី9ខែមិថុនាសារព័ត៌មានថៃ Newsroom និងកាសែតថៃជាច្រើនទៀតបានរាយការណ៍អំពីអនុព័ន្ធយោធាចិនប្រចាំប្រទេសថៃលោកសាំងលីនហុងបានចូលក្រសួងការពារជាតិថៃដោយមិនបានគ្រោងទុកដើម្បីបកស្រាយអំពីការផ្ដល់រថក្រោះ TEP 59D ដល់កម្ពុជាក្រោមកម្មវិធីសហប្រតិបត្តិការយោធាប្រចាំឆ្នាំរវាងប្រទេសទាំងពីរប៉ុន្តែមួយថ្ងៃក្រោយមកគឺនៅថ្ងៃទី10ខែមិថុនាក្រសួងការពារជាតិថៃបានបដិសេធព័ត៌មានរបស់កាសែតថៃខ្លួនឯងតាមខៅសូតក្រសួងការពារជាតិថៃបានបញ្ជាក់ថាมันមានជំនួបរវាងអនុព័ន្ធយោធាចិននិងក្រសួងការពារជាតិថៃនៅថ្ងៃទី9ខែមិថុនាដើម្បីពិភាក្សាអំពីការផ្ទេររថក្រោះ TEP 59D ទៅកម្ពុជាដោយការចុះផ្សាយរបស់កាសែតថៃទេប៉ុន្តែកាសែតថៃ Newsroom អះអាងថាខ្លួនទទួលបានព័ត៌មានដោយផ្អែកទៅលើប្រភពច្បាស់ការគួរសម្គាល់ថា TEP 59D គឺជារថក្រោះដែលចិនធ្វើទំនើបកម្មពី TEP 59ដែលមានដើមកំណើតពីរថក្រោះសូវៀត T54 TEP 59ត្រូវបានចិនផលិតដំបូងនៅចុងទសវត្សរ៍1950និងដាក់ឲ្យប្រើប្រាស់ក្នុងកងទ័ពចិននៅឆ្នាំ1959ក្រោយមកវាត្រូវបានកែលម្អជាច្រើនជំនាន់រហូតដល់ TEP 59D ដែលមានបំពាក់កាំភ្លើងធំ105មីលីម៉ែត្រប្រព័ន្ធគ្រប់គ្រងការបាញ់កាមេរ៉ាចាប់កម្ដៅសម្រាប់ប្រតិបត្តិការពេលយប់និងប្រព័ន្ធការពារការបំផ្ទុះ ERA នេះបើយោងទៅតាម Army Recognition មិនទាន់មានការបញ្ជាក់ជាផ្លូវការពីរដ្ឋាភិបាលកម្ពុជាចំពោះការទទួលរថក្រោះនេះនៅឡើយទេគិតត្រឹមម៉ោង3រសៀលថ្ងៃទី10ខែមិថុនាឆ្នាំ2026ខ្ញុំរស់សុធាពី News Today NTTV Let's go. The new Ford Territory.